ភិបាលខេត្តស្ទឹងត្រែងប្រគល់ថវិការួមចំណែកជូនគ្រួសារវីរៈនគរបាលជាតិវីរៈសេនីយ៍ឯកឈុនឡុងឌីការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញជីវិតខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិបន្ទាប់ពីបញ្ចប់ពិធីបុណ្យតាមប្រពៃណីនៅរសៀលថ្ងៃទី19ខែធ្នូឆ្នាំ2025ក្រោយពីបញ្ចប់ពិធីបុណ្យសពនិងពិធីបុណ្យ7ថ្ងៃតាមកន្លងបវេណីព្រះពុទ្ធសាសនារួចមកឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញភរិយានិងម្ដាយបង្កើតនៃសពវីរៈនគរបាលជាតិវីរៈសេនីយ៍ឯកឈុនឡុងឌីបានមកទទួលយកថវិកាជំនួយដែលបានមកពីការរួមចំណែកដោយស្ម័គ្រចិត្តនិងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិកាកបាទក្រហមកម្ពុជាមន្ទីរនិងអង្គភាពជុំវិញខេត្តរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែងក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងសម្ដែងនៃការសោកស្ដាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពដោយបានលើកឡើងថាវីរៈសេនីយ៍ឯកឈុនឡុងឌីជាវីរៈនគរបាលជាតិម្នាក់ដែលបានលះបង់កម្លាំងកាយចិត្តនិងជីវិតដើម្បីបម្រើជាតិសាសនានិងព្រះមហាក្សត្រព្រមទាំងការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមពិសេសការពារដែនអធិបតេយ្យជាតិកម្ពុជាការលះបង់នេះគឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់កងកម្លាំងនគរបាលជាតិនិងសង្គមជាតិទាំងមូលឯកឧត្តមបានបញ្ជាក់ថាថវិកាដែលប្រគល់ជូននាពេលនេះគឺជាការបង្ហាញពីទឹកចិត្តសាមគ្គីភាពការចូលរួមរំលែកទុក្ខនិងការគាំទ្រផ្លូវចិត្តពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់អង្គភាពពាក់ព័ន្ធនិងប្រជាពលរដ្ឋដើម្បីជួយសម្រាលការលំបាកនិងរក្សាទុកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារសពបន្តទៅមុខជាមួយគ្នានេះដែររដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ជូនថាការចំណាយទាំងស្រុងក្នុងការរៀបចំពិធីបុណ្យសពនិងពិធីបុណ្យ7ថ្ងៃរបស់វីរៈនគរបាលជាតិវីរៈសេនីយ៍ឯកឈុនឡុងឌីត្រូវបានរដ្ឋបាលខេត្តទទួលខុសត្រូវផ្គត់ផ្គង់ពេញលេញដើម្បីបង្ហាញពីការយកចិត្តទុកដាក់និងការគោរពដល់វិញ្ញាណក្ខន្ធអ្នកបានលះបង់ជីវិតបម្រើការងារជាតិគួររំលឹកផងដែរថាលោកវីរៈសេនីយ៍ឯកឈុនឡុងឌីនាយរងផ្នែកសុខាភិបាលនៃវីរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ701ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលបានពាក់លីនៅសមរភូមិទិសមុំ3ខេត្តព្រះវិហារកាលពីរសៀលថ្ងៃសុក្រទី12ខែធ្នូឆ្នាំ2025ដោយការឈ្លានពានដែនអធិបតេយ្យជាតិកម្ពុជាពីពួកទាហានថៃ